អនុញ្ញាតគ្រប់នឹងជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំបាទគឺសារ៉ាត់មានជាប្រភេទកូនឡានឆ្នៃបង្ហាញពុកម៉ែបងប្អូនប្រភេទនេះគឺយើងប្រភេទទៅដោយប៉ុងមួយបាទមានបែនប្រភេទនេះមានបែនប្រភេទនេះគឺខនាត2026ពុកម៉ែបងប្អូនប្រភេទនេះយើងប្រើជាប្រភេទម៉ាស៊ីនមានដេហើយយើងដាក់ម៉ាស៊ីនអូកាវ៉ាម៉ាស៊ីនអូកាវ៉ាហ្នឹងជាប្រភេទម៉ាស៊ីនកូនកាត់ពុកម៉ែបងប្អូនមិនមែនម៉ាស៊ីនជប៉ុនទេគឺគេហៅថាម៉ាស៊ីនកូនកាត់អានឹង168សេសប្រភេទហ្នឹងគឺយើងបំពាក់ភ្លើងបំពាក់សញ្ញោឆ្វេងស្ដាំមានដេបាទអាគុយគឺអាគុយ70បាទប្រភេទហ្នឹងគឺជាຂະຫນាតបែនពុកម៉ែបងប្អូនຂະຫນាតបែនຂະຫນាត2026ដូចជាកញ្ចក់ចកោតអីគឺយើងដាក់អាហ្នឹងប្រភេទហ្នឹងគឺម្ចាស់គាត់បានចង់បានដបូលទេបាទពុកម៉ែបងប្អូនបើយើងចង់បានដបូលយើងប្រភេទដបូលវាលើនឹងទៀតបាទតែប្រភេទហ្នឹងគឺម្ចាស់គាត់អត់យកដបូលទេពុកម៉ែបងប្អូនយើងធ្វើជាលក្ខណៈវាលបាទបើយើងចង់បានដបូលដាក់ដបូលឲ្យពុកម៉ែបងប្អូនប្រភេទហ្នឹង2026បាទតែយើងអត់បានបំពាក់ប៉ុង2ទេប្រភេទហ្នឹងគឺយើងបំពាក់ប៉ុង1បាទបំពាក់ប៉ុង1តែមានបែនបងប្អូនព្រោះម្ចាស់គាត់ប្រើជាលក្ខណៈជាដឹកតាមផ្លូវគោកបាទបើសិនជាយើងចោះចកាឡើងភ្នំឡើងអីគឺយើងប្រើប៉ុង2ប្រភេទហ្នឹងយើងប្រើប៉ុង2បាទគឺកម្លាំងវាខ្លាំងយើងចង់បាញ់ថ្នាំក៏បានចង់ដឹកចង់អីក៏បានតែប្រភេទនេះសម្រាប់ຂະຫນាត2026នេះគឺຂະຫນាតចុងក្រោយបាទប្រភេទហ្នឹងមានបែនមានអីគឺយើងអត់ចាំបាច់នេះទេបាទគឺស្រួលបាទពុកម៉ែបងប្អូនຂະຫນាតហ្នឹងគឺຂະຫນាតហាប់បាទហាប់មុំល្អបាទពុកម៉ែបងប្អូនណាដែលតម្រូវការបាទប្រភេទដឹកបាទប្រភេទដឹកប្រភេទបាញ់ថ្នាំអីអាចទាក់ទងមកបានបាទភ្លើងគឺមានមួយឈុតមុខក្រោយបាទប្រភេទប៉ងវាគឺយើងប្រើប៉ង1តោនកន្លះ1តោន4ប្រភេទហ្នឹងបាទគឺមានបែនជាទីឲ្យយើងដឹកបានចាប់ពី3តោនបាទ3តោនទៅដល់5តោនបាទប្រភេទហ្នឹងយើងប្រពាក់ជាប្រភេទសគឺຂະຫນាតសហ្នឹងសលក្ខណៈតេឡេបាទពុកម៉ែចកោតវាស្អាតប្រភេទយើងប្រើម៉ាស៊ីនមួយហ្នឹងអត្ថប្រយោជន៍របស់វាទី1ខូចយើងស្រួលធ្វើបាទទី2គឺវាស៊ីប្រេងតិចស៊ីប្រេងតិចហ្នឹងគឺយើងចំណេញបាទក្នុងមួយថ្ងៃយើងអស់ត្រឹម5-6លីត្រទេគឺយើងប្រើបានបាទពេញមួយថ្ងៃបាទខ្ញុំបាទអត់មានអីច្រើនបាទ